បាទទូទាំងអ្នកជននៅពេលដែលខ្ញុំកំពុងតែនិយាយនេះគឺមានរឿងចម្លែកមួយនៅខាងខេត្តបាត់ដំបងខេត្តបាត់ដំបងឥឡូវហ្នឹងកំពុងតែមានការភ្ញាក់ផ្អើលចម្លែកដោយសារតែគេមើលឃើញព្រះអាទិត្យបែកចេញជា5ចាបាទមិញនេះអ្នកបាត់ដំបងទូរស័ព្ទមកខ្ញុំថាលោកទីជួយមើលព្រះអាទិត្យលុប5នៅមើលនៅទៅឃើញហើយមើលទៅឃើញហើយបាទនេះគឺចេញអញ្ចឹងហ្មងទូទាំងអ្នកជនចេញព្រះអាទិត្យ5តែម្ដងព្រោះហើយខាងខ្ញុំនេះខំឲ្យខ្ញុំនៅក្នុងបន្ទប់ទេដល់ពេលអញ្ចឹងខ្ញុំអត់បានចេញខ្ញុំថាបុគ្គលិកចេញទៅមើលយើងទៅមើលនៅពេញយើងមិនដែរបាទនៅឯពេញនេះមើលអត់ឃើញទេបាទអត់មានព្រះអាទិត្យចេញជា5អញ្ចឹងទេបាទប៉ុន្តែនៅបាត់ដំបងនោះព្រះអាទិត្យបែកចេញជា5ដែលធ្វើឲ្យអ្នកនៅបាត់ដំបងកំពុងតែមានការភ្ញាក់ផ្អើលបាទមិញនេះអ្នកទូរស័ព្ទមកបន្តមិញគាត់ថាអញ្ចឹងព្រះអាទិត្យធំមួយដូចជាមេអញ្ចឹងរួចហើយបាញ់ពលឺទៅមានព្រះអាទិត្យមួយទៀតហើយនឹងបាញ់ទៅមួយទៀតចេញទៅតភ្ជាប់គ្នាគឺព្រះអាទិត្យរហូតដល់5ឯនោះបាទដែលធ្វើឲ្យពួកគាត់ក៏លេចទៅមើលឆ្ងល់មែនទែនអញ្ចឹងអ្នកបាត់ដំបងមើលបាត់នៅមិនឮថាដូចបាត់1បាត់2បន្តហើយបាទនេះទូទាំងនៃជនដែលមានការភ្ញាក់ផ្អើលនៅខាងខេត្តបាត់ដំបងដោយសារតែមើលឃើញពលឺព្រះអាទិត្យដែលបាញ់កាំរស្មីទៅចេញជាថ្ងៃ5ចាបាទព្រះអាទិត្យចេញ5បាទហើយដល់ពេលគាត់ទៅលុបទីឲ្យមើលឃើញហើយនៅពេញមើលអត់ឃើញលេងចាបាទអត់ឃើញទេបាទឃើញតែនៅឯខាងខេត្តបាត់ដំបងបាទនេះដោយរូបភាពខាងដើមលោកអ្នកបានឃើញហើយដែលប្រិមិត្តរបស់យើងបានបញ្ជូនមកឲ្យខ្ញុំភ្លាមថាគេលោកចេតថាមានការភ្ញាក់ផ្អើលហើយបង្ហោះនៅ Facebook ថារឿងនេះរឿងប្រឌិតតែតាមពិតគឺមហាជនកំពុងតែមើលនៅបាត់ដំបងនោះគឺឃើញថ្ងៃ5អញ្ចឹងមែនចាបាទមិនដឹងជាឥឡូវនេះអ្នកបាត់ដំបងកំពុងតែមើលថែមទៀតហ្នឹងពងមើលខ្ញុំនិយាយទៅពងនោះចេញហ្នឹងនៅមិញអ្នកហូបកាហ្វេកាទៀវគាត់លឺនិយាយអញ្ចឹងបាត់បាននោះចេញភ្លាមចេញទៅមើលខាងក្រៅភ្លាមមើលឡាព្រាតនៅអ្នកបើកឡានហ្នឹងក៏ឈប់ឡានមើលសិនដែរបាទអ្នកជិះម៉ូតូឈប់ម៉ូតូមើលដែរបាទនៅពេញឯងលឺអញ្ចឹងមើលដែរតែមើលអត់ឃើញអ្នកនៅពេញចាបាទនេះឃើញតែនៅបាត់ដំបងនឹងខេត្តណាខ្លះមើលឃើញអញ្ចឹងដែរបាទនេះព័ត៌មានពីខាងខេត្តបាត់ដំបងបាទតោះឥឡូវនេះចាំមើលមានរឿងអីប្លែកទៀតចាំខ្ញុំជម្រាបជូនបន្ថែមចាំមើលតិចទៀតចប់ចាំសួរខាងអ្នកបាត់ដំបងលើមិនហើយចាបាទតោះឥឡូវទៅរឿងយើងមួយទៀតរឿងប្លែកដែរនៅពេញនេះរឿងប្លែកដែរបើកឡានបុកបកគូភ្លើងហើយទៅចោទថាបកគូភ្លើងជាអ្នកមកបុកឡាននេះប្លែកដែរសម្រាប់ខ្លាំងចាបែបថាបកគូភ្លើងនេះរត់មកបុកគាត់វែងគាត់បាទមើលតិចចាស្រវឹងស្រាគឺបើរថយន្តបុកបង្គោលភ្លើងហើយប្រាប់សមត្ថកិច្ចថាបង្គោលភ្លើងហ្នឹងជាអ្នកបុកគាត់ទៅវិញបរិះម្នាក់គឺស្រវឹងជោគជាប់បើកបររថយន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវគឺត្រេតនឹងធ្លាក់បែកអំពូលភ្លើងហើយរថយន្តបង្កព្យាយាមបើករត់តែត្រូវចាប់បាននៅមុខក្រសួងដែនដីកាត់ឡើងនៅវេលាម៉ោង4ទៀបភ្លឺថ្ងៃទី1ខែមេសានៅមុខមជ្ឈមណ្ឌលរកតាមមហាវិថីព្រះមនីវង្សសង្កាត់បឹងត្របែកខណ្ឌចំការមុនសាស័យឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកាត់ហេតុរថយន្តបង្កគឺម៉ាអូឌីពណ៌ខ្មៅបើកបរដោយបរិះម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរពីត្បូងទៅជើងមកដល់ចំណុចខាងលើគឺបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវត្រេតនិងដាច់ធ្លាក់អំពូលភ្លឺចោលអំពូលបំភ្លឺផ្លូវបែកខ្ចាយហើយរថយន្តបង្កព្យាយាមបើករត់គេចរហូតដល់មុខក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមមហាវិថីព្រះមនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនទើបរថយន្តបើកទៅមុខលេងរួចត្រូវបានអ្នករត់រមាក់ម៉ូតូជិះទៅប្រាប់សមត្ថកិច្ចខាត់អ្នកបើកបរធ្វើការសាកសួរខណៈដែលសមត្ថកិច្ចខាត់អ្នកបើកបររថយន្តបង្កបានហើយស្រាប់តែអ្នកបើកបរនិយាយទាំងស្រវឹងជោគជាំលែងដឹងខ្លួនថារថយន្តរបស់គាត់មិនបានបុកបង្គោលភ្លើងទេគឺបង្គោលភ្លើងឯនោះទេគឺជាអ្នកបុករថយន្តរបស់គាត់ដោយសារតែអ្នកបើកបរស្រវឹងខ្លាំងពេកសមត្ថកិច្ចបានខាត់ខ្លួននិងបើករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមុនសិនប៉ុន្តែត្រូវបានអ្នកបើកបររថយន្តហ្នឹងគឺមិនព្រមយករថយន្តទៅទេដោយនិយាយថាប៉ូលីសសម្រែងអញ្ចឹងគាត់មិនចង់ឲ្យប៉ះរថយន្តរបស់គាត់ទេហើយគាត់មានបងប្អូនធ្វើការនៅក្រសួងតែមិនបានប្រាប់ថានៅក្រសួងណាមួយនោះទេបន្ទាប់មកទើបសមត្ថកិច្ចឡើងបើករថយន្តដែលធំក្លិនឈ្ងៀមបើកទៅបុកលេងចង់រួចបានបើកតិចដឹកអ្នកបើកបររថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមុនបាទលោកប៉ូលីសបែកទៅខឹងគាត់ឌីលថាប៉ូលីសសម្រែទេបែកទេបាទដឹងស្រាប់ហើយគាត់សំបីតាឡានទៅបុកបកគោភ្លើងក៏គាត់ថាបកគោភ្លើងមកបុកឡានដែរនោះបាទប៉ុន្តែទោសនៅតែទោសដដែលទេព្រោះគាត់ត្រូវឲ្យផ្លុំជាតិអាល់កុលហើយបាទបញ្ហាបុកគឺជារឿងមួយសម្រាប់សំណងទូទាត់នៃការខូចខាត
បញ្ហាផ្លូវច្បាប់ទោះទណ្ឌគឺមួយទៀតគឺជាតិស្រវឹងដែលបានបើកបរហើយកុំនិយាយថាណែខ្ញុំមានបានបើកបុកមនុស្សស្លាប់ឯណាកុំនិយាយពាក្យបែបហ្នឹងនេះសំណាងហើយដែលបើកទៅបុកបកគោភ្លើងបាទដែលមិនមែនបុកមនុស្សសំណាងមិនមែនបុកមនុស្សមិនមែនតែសំណាងល្អសម្រាប់គាត់ទេសំណាងអត់បុកមនុស្សវាចេះបាទអញ្ចឹងនៅពេលដែលគាត់ស្រវឹងអញ្ចឹងទៅគាត់និយាយរៀងមកមើលមកមាយវិញវាន់ឌីលបលិសផងបាទនិយាយរឿងបកគោភ្លើងមកបុកឡានគាត់អញ្ចឹងទៅបាទប្រហែលជាបកគោភ្លើងមានម៉ាស៊ីនទៅហើយបលិសអត់បានពិនិត្យមើលបកគោភ្លើងទេតិចបកគោភ្លើងនឹងដើរមកបុកឡានគាត់វាចិត្តតែមានរឿងគ្រប់យ៉ាងហើយលោកហើយនៅក្នុងសង្គមយើងនេះបាទដល់ទៅពេលចាប់ផ្ដើមភ្លឺស្វាងស្រាទៅបានន័យថាលេងស្រវឹងស្វាងទៅភ្ញាក់ព្រឺតអុញមិនក៏ណាយកមកដាក់ប៉ុស្តិ៍ប៉ូលីសហ្នឹងអានេះទៅអញ្ចឹងទៀតអាណាយកអញមកដាក់ប៉ុស្តិ៍ប៉ូលីសហ្នឹងវាមិនហ្នឹងភ្ញាក់ឡើងបាទអញ្ចឹងទូទៅនៃជនណាយើងមើលហើយពិចារណាទៅហើយគាត់ទៅប្រាប់ថារឿងណានៅបងប្អូននៅក្រសួងណាហ្នឹងដឹងហើយរឿងបងប្អូននៅក្រសួងគេដឹងហើយតែមានឡានទំនើបប៉ុណ្ណេះទៅហើយមានលុយប៉ុណ្ណេះហើយគេដឹងតែមុខបងប្អូនធ្វើការធំហើយដឹងហើយបាច់ចាំទៅនិយាយអីវែងឆ្ងាយទៅចូលឡានណាចូលឡានណាចូលឡានឌីលកុំឌីលច្រើនពេកបាទឌីលយូបបប៉ូលីសនេះទ្រាំលែងបានមើលមុខអញឲ្យច្បាស់ណាប៉ូលីសសម្រែមើលមុខអញឲ្យច្បាស់តែនាំគាត់ចូលឡានទៅគ្មានទេគេគាត់ចាប់ដើមនិយាយពីរឿងបងប្អូនធ្វើការទៀតអ្នកនៅចិត្តខាងគាត់អង្គុយសរសើរទៅខ្ញុំទៅនេះអីខ្ញុំទៅយកពាក្យសម្ដីនៅពេលដែលគាត់ស្រវឹងនេះយកជាការបានទេទៅចាំឲ្យគាត់ស្វាងសូមនិយាយគាត់លើកដៃទៀតអញនោះបានទេបងប្អូននៅក្រសួងក្រសួងស្រាថ្នាំខ្លាំងក្រសួងស្រាបៀចុចទូរស័ព្ទទៀតទៅផ្អែកទៀតនៅមើលទៅមើលឲ្យអស់ចិត្តបណ្ដោយទៅចាប់ពីខាងមុខទៅខាងក្រោយចាប់ពីក្រោយចាប់ដើមទៀតនិយាយរឿងក្រសួងទៀតណាបាទតើឡើងបានហើយបាច់ចាំនិយាយបងប្អូនឯជិតទេកុំអោយនិយាយថាអ្នកទាំងអស់គ្នាមិនអាចជិះឡានខ្ញុំបានទេឡានខ្ញុំមានថ្លៃតែទៀតនៅខាងក្រោយឡានហ្នឹងឡានអ្នកជិះខាងក្រោយសុទ្ធអ្នកធំអីទៅទៀតមើលកញ្ចក់ទៀតហើយណាទៅណាវិញឡើយនៅគិតទៅណាឡើយញឹមដាក់ទៅវិញទៅមកបាទតោះប៉ណ្ណឹងបានទៅតែនិជនទុកឲ្យប៉ូលីសគាត់ធ្វើការងាររបស់គាត់តាមជំនាញចុះ